គោលបំណងនៃការចុះបញ្ជីពាណិជ្ជកម្មជាទូទៅហើយនៅពេលដែលមនុស្សយើងម្នាក់ជាពិសេសគឺម្ចាស់អាជីវកម្មនៅពេលដែលគាត់ចង់ចុះបញ្ជីពាណិជ្ជកម្មគាត់ប្រកាសថាមានគោលបំណងគាត់ទី1គឺធ្វើឲ្យអាជីវកម្មរបស់គាត់គឺស្របច្បាប់នៅពេលដែលគាត់ចុះបញ្ជីពាណិជ្ជកម្មទទួលស្គាល់ចេញពីក្រសួង3សំខាន់នៅក្នុងហ្នឹងទី2គឺតាក់ទងទៅនឹងការកំណត់អត្តសញ្ញាណរបស់បុគ្គលនិងការកំណត់អត្តសញ្ញាណរបស់ក្រុមហ៊ុនទី3គឺតាក់ទងទៅនឹងការជៀសវាងនៅការផាកពិន័យពីរដ្ឋអញ្ចឹងនៅពេលដែលគាត់អត់ចុះបញ្ជីពាណិជ្ជកម្មប្រកបណាស់គឺរដ្ឋនឹងផាកពិន័យរបស់គាត់ទី4តាក់ទងទៅនឹងគោលបំណងនៃការចុះបញ្ជីពាណិជ្ជកម្មគឺដែលជាចំណុចសំខាន់មួយផងដែរតាក់ទងទៅនឹងទំនុកចិត្តនៅក្នុងការធ្វើពាណិជ្ជកម្មទី5ដែលជាគោលបំណងសំខាន់នៅក្នុងការចុះបញ្ជីពាណិជ្ជកម្មទីសោតគឺតាក់ទងទៅនឹងការបំពេញកាតព្វកិច្ចគាត់ជាពលរដ្ឋល្អនៅក្នុងសង្គមចំណុចចុងក្រោយដែលជាចំណុចសំខាន់នៅក្នុងគោលបំណងនៃការចុះបញ្ជីពាណិជ្ជកម្មគឺជួយដោះស្រាយវិវាទទាំងឡាយណានៅពេលដែលពាណិជ្ជករឬក៏ម្ចាស់អាជីវកម្មរបស់គាត់គេយកឈ្មោះរបស់គាត់គេយកម៉ាករបស់គាត់គេយក logo គេយកពាណិជ្ជកម្មរបស់គាត់អញ្ចឹងហេតុអីបានគាត់ជួយដោះស្រាយវិវាទតាមផ្លូវច្បាប់ដោយសារតែយើងបានទទួលស្គាល់ចេញពីក្រសួងស្ថាប័នសំខាន់នៅក្នុងនឹងហើយថ្ងៃនេះនៅក្នុងកម្មវិធីក្លឹបរក្សាច្បាប់និងសង្គមរបស់យើងនឹងលើកយកប្រធានបទស្ដីពីនីតិវិធីនៅក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាដើម្បីយកមកជជែកពិភាក្សាហើយវាគ្មិនកិត្តិយសចូលរួមនៅថ្ងៃនេះគឺលោកប៉ុយពេជ្រសូមជម្រាបជូនផងដែរថាលោកប៉ុយពេជ្រគឺជាសាស្ត្រាចារ្យដែលបង្រៀនទៅលើមុខវិជ្ជានីតិពាណិជ្ជកម្មនេះតែម្ដងជាសំណួរដំបូងនៅក្នុងកម្មវិធីថាតើការចុះបញ្ជីពាណិជ្ជកម្មមានអត្ថន័យដូចម្ដេចដែរលោកគ្រូបាទតកតងទៅនឹងការចុះបញ្ជីពាណិជ្ជកម្មនេះគឺជានីតិវិធីនៃការស្នើសុំរបស់ម្ចាស់អាជីវកម្មលក្ខណៈជារូបវ័ន្តបុគ្គលឬក៏ជានីតិបុគ្គលដើម្បីមានការទទួលស្គាល់ចេញពីក្រសួងស្ថាប័នដែលពាក់ព័ន្ធក្នុងនោះគឺជាមូលដ្ឋានគឺក្រសួងពាណិជ្ជកម្មបាទអរគុណចំពោះពាក្យថារូបវ័ន្តបុគ្គលឬនីតិបុគ្គលគ្រូអាចជួយបញ្ជាក់ឲ្យលោកអតិថិបានទេបាទនៅក្នុងការចុះបញ្ជីពាណិជ្ជកម្មនេះវាមានពីរសំខាន់នៅក្នុងនោះគឺការចុះបញ្ជីលក្ខណៈជារូបវ័ន្តបុគ្គលទី1ទី2ការចុះបញ្ជីលក្ខណៈជានីតិបុគ្គលការចុះបញ្ជីលក្ខណៈជារូបវ័ន្តបុគ្គលតាមច្បាប់គឺជាសហគ្រាសដែលបង្កើតឡើងដោយរូបវ័ន្តបុគ្គលតែម្នាក់ឯងមានន័យថាដើមទុនក៏គាត់ម្នាក់ឯងខាតក៏គាត់ម្នាក់ឯងគឺបាទចំណេញក៏គាត់ម្នាក់ឯងការទទួលខុសត្រូវគ្មានកម្រិតលើបំណុលទ្រព្យសម្បត្តិសហគ្រាសផ្ទាល់តែម្ដងតាក់ទងទៅចំណុចទី2ការចុះបញ្ជីលក្ខណៈជានីតិបុគ្គលគឺគេសំដៅទៅដល់ការបង្កើតក្រុមហ៊ុនសំដៅទៅលើប្រភេទក្រុមហ៊ុនហើយយោងទៅតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មគឺចាប់ពីមាត្រា85ទៅគឺក្រុមហ៊ុនសហកម្មសិទ្ធិមាន2ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនិងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតក្រុមហ៊ុនមូលធនក៏មាន2ដែរគឺក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនិងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតអញ្ចឹងជារួមការចុះបញ្ជីពាណិជ្ជកម្មនេះម្ចាស់អាជីវកម្មគាត់មានចង់មានឆន្ទៈបង្កើតទៅតាមការបង្កើតសហគ្រាសក៏បានបង្កើតជាប្រភេទក្រុមហ៊ុនក៏បានទៅតាមចំណង់ចំណូលចិត្តដែលគាត់ចង់បង្កើតបាទអរគុណច្រើនបាទលោកគ្រូអាចជួយបញ្ជាក់បានទេថាការចុះបញ្ជីពាណិជ្ជកម្មនេះគេចុះនៅក្នុងគោលបំណងអីដែរបាទលោកគ្រូអរគុណច្រើនតាក់ទងទៅនឹងការចុះបញ្ជីពាណិជ្ជកម្មនេះខ្ញុំសូមលើក6ចំណុចតាក់ទងទៅនឹងគោលបំណងនៃការចុះបញ្ជីពាណិជ្ជកម្មជាទូទៅហើយនៅពេលដែលមនុស្សយើងម្នាក់ជាពិសេសគឺម្ចាស់អាជីវកម្មនៅពេលដែលគាត់ចង់ចុះបញ្ជីពាណិជ្ជកម្មគាត់ប្រកាសតែមានគោលបំណងគាត់អញ្ចឹងទី1គឺធ្វើឲ្យអាជីវកម្មរបស់គាត់គឺស្របច្បាប់នៅពេលដែលគាត់ចុះបញ្ជីពាណិជ្ជកម្មទទួលស្គាល់ចេញពីក្រសួង3សំខាន់នៅក្នុងហ្នឹងគឺត្រូវតែអាជីវកម្មរបស់គាត់គឺជាអាជីវកម្មដែលស្របច្បាប់ទទួលស្គាល់ចេញពីស្ថាប័នបរដ្ឋទី2គឺតាក់ទងទៅនឹងការកំណត់អត្តសញ្ញាណរបស់បុគ្គលនិងការកំណត់អត្តសញ្ញាណរបស់ក្រុមហ៊ុនអីគេអត្តសញ្ញាណបុគ្គលគេអត្តសញ្ញាណក្រុមហ៊ុនអត្តសញ្ញាណបុគ្គល
គឺតាក់ទងទៅនឹងបុគ្គលឯកកម្មសិទ្ធិករដែលគាត់បង្កើតក្រុមហ៊ុនហ្នឹងឬក៏បង្កើតសហគ្រាសហ្នឹងអាហ្នឹងគេហៅថាជាអត្តសញ្ញាណបុគ្គលហើយអត្តសញ្ញាណនៅក្នុងក្រុមហ៊ុនគឺនៅពេលដែលគាត់បានចុះបញ្ជីទទួលស្គាល់ចេញពីក្រសួងពាណិជ្ជកម្មសុំកម្មសិទ្ធិបញ្ញាមានឈ្មោះមាន logo មានម៉ាកមានសញ្ញាសម្គាល់មានទីតាំងច្បាស់លាស់អញ្ចឹងជាហេតុទាំងអស់ហ្នឹងហើយដែលអាចកំណត់នៅក្នុងការកំណត់អត្តសញ្ញាណបុគ្គលគេហៅថាការបង្កើតក្រុមហ៊ុននឹងឯងបាទទី3គឺតាក់ទងទៅនឹងគោលបំណងរបស់អាជីវកម្មនៅក្នុងការបង្កើតសហគ្រាសហ្នឹងគឺតាក់ទងទៅនឹងការជៀសវាងនៅការផាកពិន័យពីរដ្ឋអញ្ចឹងនៅពេលដែលគាត់អត់ចុះបញ្ជីពាណិជ្ជកម្មប្រកបណាស់គឺរដ្ឋនឹងផាកពិន័យរបស់គាត់ហើយតាមច្បាប់របស់គេបញ្ជាក់ដែរមិនមែនឲ្យតែគាត់រស់ស៊ីឬក៏ការធ្វើពាណិជ្ជកម្មគឺត្រូវតែចុះបញ្ជីទេតាមច្បាប់បើគាត់ជាប់ប្រាក់ចំណូលប្រចាំឆ្នាំប្រាក់របបពិតប្រចាំឆ្នាំលើស250លានរៀលនៅក្នុងមួយឆ្នាំច្បាប់តម្រូវឲ្យទៅគាត់ទៅចុះបញ្ជីបាទចុះបញ្ជីប៉ុន្តែបើក្រោម250លានរៀលនៅក្នុងមួយឆ្នាំមិនបាច់ទៅចុះបញ្ជីទេខ្ញុំឧទាហរណ៍ប៉ះកង់ប៉ះម៉ូតូលក់បញ្ឆៅលក់នំបញ្ចុកនេះគឺច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មនិងការចុះបញ្ជីពាណិជ្ជកម្មគឺមិនបាច់ទៅចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មឬក៏មន្ទីរពាណិជ្ជកម្មនៅតាមខេត្តទេដោយសារតែមូលហេតុអីគាត់មានចំណូលក្រោម250លានរៀលនៅក្នុងមួយឆ្នាំទី4តាក់ទងទៅនឹងគោលបំណងនៃការចុះបញ្ជីពាណិជ្ជកម្មគឺដែលជាចំណុចសំខាន់មួយផងដែរតាក់ទងទៅនឹងទំនុកចិត្តនៅក្នុងការធ្វើពាណិជ្ជកម្មមិនថាលោកគ្រូឬក៏មិនថាខ្ញុំទេនៅពេលដែលការធ្វើពាណិជ្ជកម្មមួយគឺត្រូវមានការសហការគ្នាដៃគូសហការគ្នាអញ្ចឹងដើម្បីឲ្យមានដៃគូសហការលុះត្រាតែយើងរស់ស៊ីស្របច្បាប់លុះត្រាតែយើងរស់ស៊ីមានការចុះបញ្ជីចេញពីក្រសួងសម័យខ្លួនហ្នឹងហើយក្រសួងសម័យខ្លួនដើម្បីមានទំនុកចិត្តនេះគឺយើងចុះបញ្ជីទៅតាមប្រភេទក្រុមហ៊ុនដែលខ្ញុំបានបញ្ជាក់ពីខាងលើអញ្ចឹងម្ចាស់អាជីវកម្មគាត់ឆ្លាញ់ប្រភេទសហគ្រាសគាត់ទៅចុះនៅសហគ្រាសគាត់ទៅចុះនៅក្រសួងពាណិជ្ជកម្មតែបើគាត់ឆ្លាញ់ក្រុមហ៊ុនគាត់ចង់បង្កើតក្រុមហ៊ុនគាត់ចុះទៅតាមប្រភេទក្រុមហ៊ុននីមួយៗដែលគាត់ចង់បង្កើតហ្នឹងបាទហ្នឹងគឺទំនុកចិត្តគឺសំខាន់ណាស់ខ្ញុំឧទាហរណ៍មួយទៀតតាក់ទងទៅនឹងប្រភេទក្រុមហ៊ុនមូលធនតាក់ទងគេហៅថាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដោយលោកគ្រូបានឃើញតាក់ទងទៅនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរម៉ូចុចកឬក៏ PLC ដែលជាប្រភេទក្រុមហ៊ុនដែលអាចបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈបានហ្នឹងអញ្ចឹងជាការពិតណាគាត់ត្រូវតាចុះបញ្ជីពាណិជ្ជកម្មដើម្បីមានទំនុកចិត្តពីអតិថិជនក៏ដូចជាដៃគូសហការរបស់គាត់បាទអរគុណហើយទី5ដែលជាគោលបំណងសំខាន់នៅក្នុងការចុះបញ្ជីពាណិជ្ជកម្មនឹងទៀតសោតគឺតាក់ទងទៅនឹងការបំពេញកាតព្វកិច្ចគាត់ជាពលរដ្ឋល្អនៅក្នុងសង្គមការបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនៅក្នុងសង្គមនេះទៀតសោតគឺតាក់ទងទៅនឹងគាត់បានបំពេញកាតព្វកិច្ចទី1ការចុះបញ្ជីទី2គឺការបង់ពន្ធហ្នឹងដែលជាចំណុចសំខាន់ណាអញ្ចឹងកុំឲ្យតែគាត់ចង់រស់ស៊ីប្រភេទអីក៏បានដែរអត់ចុះបញ្ជីអញ្ចឹងច្បាប់អត់ទេបើយើងក៏លេខទៅមើលនៅក្នុងរដ្ឋធម្មនុញ្ញយើងក៏មានចែងដែរចាប់ពីជំពូក3សិទ្ធិនិងករណីយកិច្ចប្រជាពលរដ្ឋរហូតដល់មាត្រា56ដែលគេថាប្រទេសកម្ពុជាយើងកាន់របបសេដ្ឋកិច្ចទីផ្សារសេរីអញ្ចឹងនៅក្នុងនេះខ្ញុំចង់បញ្ជាក់ដែរមិនមែនឲ្យតែគាត់ចង់រស់ស៊ីប្រភេទអីក៏បានដែរគឺអត់ទេអញ្ចឹងគាត់រស់ស៊ីបានប៉ុន្តែច្បាប់តម្រូវឲ្យគាត់ទៅចុះបញ្ជីអញ្ចឹងកាតព្វកិច្ចរបស់គាត់ហ្នឹងហើយដែលគេហៅថាកាតព្វកិច្ចជាពលរដ្ឋល្អហើយបង់ពន្ធក៏រដ្ឋមិនយកទៅណាដែរគឺបើកជួនមន្ត្រីរាជការសាធារណៈដែលច្បាប់នៅក្នុងច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៅក្នុងហ្នឹងមានរៀបរាប់ច្រើនទៀតចំណុចចុងក្រោយដែលជាចំណុចសំខាន់នៅក្នុងគោលបំណងនៃការចុះបញ្ជីពាណិជ្ជកម្មគឺជួយដោះស្រាយវិវាទទាំងឡាយណានៅពេលដែលពាណិជ្ជករឬក៏ម្ចាស់អាជីវកម្មរបស់គាត់ហ្នឹងគេយកឈ្មោះរបស់គាត់គេយកម៉ាករបស់គាត់គេយក logo គេយកពាណិជ្ជនាមរបស់គាត់អញ្ចឹងហេតុអីបានគាត់ជួយដោះស្រាយវិវាទតាមផ្លូវច្បាប់ដោយសារតែយើងបានទទួលស្គាល់ចេញពីក្រសួងស្ថាប័នសំខាន់នៅក្នុងហ្នឹងហើយបាទអរគុណច្រើនលោកគ្រូបាទលោកគ្រូបើយោងទៅតាមច្បាប់នៅប្រទេសកម្ពុជាយើងវិញតើនីតិវិធីណាខ្លះនៅក្នុងការចុះបញ្ជីពាណិជ្ជកម្មមានដំណើរការនៅក្នុងការចុះបញ្ជីពាណិជ្ជកម្មហ្នឹងយ៉ាងដូចម្តេចដែរបាទលោកគ្រូសំណួរនេះគឺជាសំណួរល្អហើយសំណួរសួរថាតើនីតិវិធីណាខ្លះនីតិវិធីបែបម៉េចនៅក្នុងការចុះបញ្ជីពាណិជ្ជកម្ម
Chẳng mà chắc à chi và cám có thầu đăng khuôn ấy có thầu đăng khuôn ấy tha đầm râu miền lẹ khăn cái class bắp miền lẹ khăn cái class tí muối cứ tẹt tôn tôn nứng chmu krom hồn hơi quạt sả lanh chmu bẹp mấy các bạn này quạt ọt miền xuông rồi cóสถาบัน ជំទាស់ទេក្នុងករណីដែលឈ្មោះឬក៏អាជីវកម្មរបស់គាត់ហ្នឹងអត់ជាន់គេឧទាហរណ៍ខ្ញុំស្រឡាញ់អាជីវកម្មកដាក់ឈ្មោះកខគខតែកុំឲ្យតែជាន់គេអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ទៅមន្ត្រីនៅក្រសួងពាណិជ្ជកម្មមើលឃើញថាការចុះបញ្ជីពាណិជ្ជកម្មនេះឈ្មោះនេះគឺគាត់មានជាន់គេអញ្ចឹងកន្លែងហ្នឹងមួយគឺក្រសួងពាណិជ្ជកម្មគាត់អូខេហ่ะបាទចំណុចទី2នៅក្នុងការចុះបញ្ជីពាណិជ្ជកម្មនេះទៀតសោតគឺតាក់ទងទៅនឹងលក្ខន្តិកៈក្រុមហ៊ុនបាទចំណុចនៅក្នុងលក្ខន្តិកៈក្រុមហ៊ុននេះគឺជាចំណុចដែលចម្បងសំខាន់ខ្លាំងណាស់នៅពេលដែលមានវិវាទគេយកលក្ខន្តិកៈហ្នឹងមកដោះស្រាយអញ្ចឹងអ្វីជាលក្ខន្តិកៈគឺជាកិច្ចព្រមព្រៀងរវាងម្ចាស់ក្រុមហ៊ុននៅក្នុងក្រុមហ៊ុនហ្នឹងគាត់បានព្រមព្រៀងគ្នានៅក្នុងអំឡុងពេលគាត់បង្កើតក្រុមហ៊ុននិយាយឆាប់យល់គឺគាត់ដាក់លក្ខខណ្ឌគ្នាសិនថាបើមានបញ្ហាអីគឺគេយកទៅតាមលក្ខន្តិកៈក្រុមហ៊ុនហ្នឹងអញ្ចឹងលក្ខន្តិកៈក្រុមហ៊ុនហ្នឹងគឺជាចំណុចមួយដែលសំខាន់ណាស់នៅក្នុងការបង្កើតក្រុមហ៊ុនហើយខ្ញុំសូមបញ្ជាក់ចំណុចនេះទៀតសោតដែរតាក់ទងទៅនឹងលក្ខន្តិកៈក្រុមហ៊ុនបើគាត់បង្កើតជាប្រភេទក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតខ្ញុំឧទាហរណ៍មួយតាក់ទងក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតឬក៏ប្រភេទក្រុមហ៊ុនអ្វីក៏ដោយគឺគាត់ត្រូវមានការចុះហត្ថលេខាគ្រប់ទំព័រនៅក្នុងលក្ខន្តិកៈក្រុមហ៊ុនហ្នឹងជៀសវាងបុគ្គលណាមួយគាត់មានចេតនាទុច្ចរិតគាត់បង្កើតមួយឆ្នាំ2 3ឆ្នាំក្រោយគាត់អត់គ្រប់ទៅតាមលក្ខន្តិកៈក្រុមហ៊ុនហ្នឹងអញ្ចឹងគេយកលក្ខន្តិកៈក្រុមហ៊ុនហ្នឹងយកមកដោះស្រាយនៅពេលដែលមានវិវាទអញ្ចឹងជាចំណុចមួយសំខាន់ណាស់នៅក្នុងចំណុចហ្នឹងទី3តាក់ទងទៅនឹងអាស័យដ្ឋានក្រុមហ៊ុនបាទអាស័យដ្ឋាននៅក្នុងក្រុមហ៊ុននៅក្នុងទីនេះខ្ញុំក៏ចង់បញ្ជាក់បន្ថែមដែរគឺការបង្កើតក្រុមហ៊ុនមួយគាត់ត្រូវមានទីតាំងច្បាស់លាស់បាទអាស័យដ្ឋានហើយអាស័យដ្ឋានហ្នឹងគឺជួលគេក៏បានដែរសំខាន់បំផុតឲ្យតែនៅពេលដែលគាត់ទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មហើយនឹងទៅចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារគឺខាងអគ្គនាយកដ្ឋានពន្ធដារគាត់តម្រូវឲ្យមានកិច្ចសន្យាជួលទីតាំងហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺច្បាប់តែអនុញ្ញាតអញ្ចឹងអាស័យដ្ឋានក្រុមហ៊ុនហ្នឹងគឺច្បាស់លាស់គាត់ត្រូវតែមានទីតាំងគាត់ត្រូវតែមាន logo គាត់ត្រូវតែមានផ្លាកសញ្ញាសម្គាល់កន្លែងហ្នឹងគេហៅថាអាស័យដ្ឋានរបស់ក្រុមហ៊ុនបាទចំណុចទី4តាក់ទងទៅនឹងលិខិតបញ្ជាក់ពីការតម្កល់ដើមទុននៅក្នុងធនាគារពីបញ្ជីនៅក្នុងធនាគារតាមច្បាប់នៅក្នុងនេះគឺច្បាប់កំណត់ឲ្យយ៉ាងតិចតម្កល់ដើមទុននៅក្នុងធនាគារហ្នឹងគឺ$1000ស្មើនឹង4លានរៀលលុយខ្មែរបាទអញ្ចឹងមិនជាច្រើនទេសម្រាប់លុយនេះគឺយើង4លានរៀលបាទសំទោស4លានរៀលគឺយើងអាចបង្កើតប្រភេទសហគ្រាសហ្នឹងបានណាឬក៏ក្រុមហ៊ុនហ្នឹងបានណាបាទចំណុចទី5តាក់ទងទៅនឹងលិខិតតែងតាំងនេះបើនៅក្នុងការបង្កើតក្រុមហ៊ុនមួយបើអត់មានលិខិតតែងតាំងទេគឺក្រសួងពាណិជ្ជកម្មមិនអនុញ្ញាតឲ្យបង្កើតបានទេអ្វីជាលិខិតតែងតាំងគឺឧទាហរណ៍ថាគាត់បង្កើតលក្ខន្តិកៈក្រុមហ៊ុនខាងលើហ្នឹងមិញហើយអញ្ចឹងគាត់ត្រូវមានលិខិតតែងតាំងឧទាហរណ៍លោកគ្រូជាប្រធានក្រុមប្រឹក្សាបាលខ្ញុំជាអភិបាលក្រុមហ៊ុនហ្នឹងមានតួនាទីអីមានភាគហ៊ុនប្រមាណភាគរយគឺដើម្បីងាយស្រួលទៅចែកភាគលាភនៅពេលដែលក្រុមហ៊ុនហ្នឹងចំណេញអញ្ចឹងកន្លែងនេះគឺជាចំណុចសំខាន់បាទហើយចំណុចមួយទៀតខ្ញុំចង់ឧទាហរណ៍ដែរតាក់ទងទៅនឹងលិខិតតែងតាំងហ្នឹងដែលក្រសួងពាណិជ្ជកម្មគាត់ទៅតែចេញប្រកាសមួយកាល3ថ្ងៃមុនតាក់ទងទៅនឹងប្រកាសពីការធ្វើសាមញ្ញកម្មនៃការចុះបញ្ជីពាណិជ្ជកម្មថ្ងៃទី26ខែឧសភាឆ្នាំ2021ថ្មីនេះគឺតាក់ទងទៅនឹងតួនាទីក៏ដូចជាការបង្កើតលក្ខន្តិកៈក្រុមហ៊ុនហ្នឹងថ្មីអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅបើលោកគ្រូចង់បង្កើតលក្ខន្តិកៈថ្មីគឺត្រូវតែយកតាមសេចក្តីប្រកាសសាមញ្ញនៃការចុះបញ្ជីពាណិជ្ជកម្មចុងថ្ងៃទី26ហ្នឹងបាទចំណុចទី6តាក់ទងទៅនឹងត្រាក្រុមហ៊ុននីតិវិធីនៃការចុះបញ្ជីក្រុមហ៊ុននេះមិនជាច្រើនទេក្រសួងពាណិជ្ជកម្មប្រកាសនៅឆ្នាំ2004តាំងពីឆ្នាំ2004គឺ$12ទេសម្រាប់ធ្វើត្រាក្រុមហ៊ុនមួយតែជាទូទៅនៅក្នុងការអនុវត្តចាក់ស្ដែងគឺម្ចាស់អាជីវកម្មគឺគាត់ធ្វើត្រាដោយខ្លួនឯងតែទោះបីគាត់ធ្វើត្រាដោយខ្លួនឯងក៏ដោយ
cứ nó không cái xung này cắm có thờ tại bộ nó không tarang đầm lay này ca chôm chi này cắm bộ $10 phong này hơi tra này tra krom hôn nó không tí này cứ tra riêng pôn cái bờ bà nên chỉ tra mua tới tra pôn một bờ dương ai tôi bạc krom hôn năng bà này chấm nói ti bầm bay chấm nói ti bầm bay này cứ chia chấm nói đai can đai sầm khăn vào thêm tí đó bên đây tha để tệ vị thi này ca chôm chi và này cam nó có xung này cam đó này cứ quát thờ miên bị sòng chôm chi và này cam bà chôm chi và này cam nó cứ quát chôm chiตัวตามประเภทกรมหุ่นចឹងខ្ញុំសូមបញ្ជាក់នៅក្នុងចំណុចទីនេះទៅតាមក្រុមហ៊ុនខ្ញុំឧទាហរណ៍គាត់បង្កើតក្រុមហ៊ុនមួយគឺក្រុមហ៊ុនសហកម្មសិទ្ធិនៅក្នុងនោះមាន2ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនិងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតអញ្ចឹងក្រុមហ៊ុនសហកម្មសិទ្ធិទូទៅដែលជាអក្សរកាត់គេហៅគេសេអក្សរកាត់គឺអក្សរសចុចតួដល់ពេលក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតគឺអក្សរកាត់គឺសចុចកអញ្ចឹងគាត់ចង់បង្កើតក្រុមហ៊ុនមួយឧទាហរណ៍ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតអញ្ចឹងគាត់ត្រូវតាមានពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្មបាទហើយបើគាត់មានចម្ងល់ត្រង់ណាទៀតគឺគេអនុញ្ញាតឲ្យទៅសួរអ្នកជំនាញខាងច្បាប់ចុះបញ្ជីពាណិជ្ជកម្មហ្នឹងឬក៏មន្ត្រីទទួលបន្ទុកការចុះបញ្ជីពាណិជ្ជកម្មហ្នឹងបាទហ្នឹងទៅតាមប្រភេទនៃក្រុមហ៊ុនតែជាទូទៅនៅក្នុងស្រុកខ្មែរយើងការអនុវត្តចាក់ស្ដែងដែលខ្ញុំមើលរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មគឺយើងបង្កើតច្រើនបំផុតគឺតាក់ទងទៅនឹងសហគ្រាសឯកបុគ្គលនិងប្រភេទក្រុមហ៊ុនមូលធនបាទដែលគេហៅអក្សរកាត់ហ្នឹងគឺ PLC ឬក៏មួចុចកហ្នឹងនៅតាមជាពិសេសគឺនៅតាមធនាគារគឺយើងច្រើនណាស់ដោយសារទទួលខុសត្រូវគឺមានកម្រិតរបស់ម្ចាស់ក្រុមហ៊ុនហ្នឹងបាទចំណុចការចុះបញ្ជីពាណិជ្ជកម្មនេះគឺតាក់ទងចំណុចទី8តាក់ទងទៅនឹងតម្លៃសេវាកម្មនៃការចុះបញ្ជីបាទតម្លៃសេវាកម្មនៃការចុះបញ្ជីនេះខ្ញុំបានបញ្ជាក់ខាងលើចំណុចទី7នៃការពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្មអញ្ចឹងនៅពេលដែលគាត់ចុះបញ្ជីពាណិជ្ជកម្មតាមប្រភេទក្រុមហ៊ុនមួយហើយគឺតម្លៃសេវាកម្មនៃការចុះបញ្ជីពាណិជ្ជកម្មហើយការចុះបញ្ជីពាណិជ្ជកម្មនេះទៀតសោតមានរយៈពេលតែ8ថ្ងៃទេលោកគ្រូបាទមានរយៈពេល8ថ្ងៃដែលយើងចុះបញ្ជីបច្ចុប្បន្នគឺភាគច្រើនយើងចុះបញ្ជីតាមប្រព័ន្ធអនឡាញបាទចុះបញ្ជីតាមប្រព័ន្ធអនឡាញហ្នឹងគឺមាន3ក្រសួងដែលសំខាន់ហ្នឹងយើងនៅក្នុងក្រសួងពាណិជ្ជកម្មក្រសួងនៅក្នុងអគ្គនាយកដ្ឋានពន្ធដារនៅក្នុងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺ3ក្រសួងហ្នឹងគាត់សហការគ្នាអញ្ចឹងការចុះបញ្ជីពាណិជ្ជកម្មចាប់ពីថ្ងៃដាក់ពាក្យស្នើសុំលេខ7មកមិនដល់លេខ8ហ្នឹងគឺតែ8ថ្ងៃទេ8ថ្ងៃយើងទទួលបានវិញ្ញាបនបត្រតាមអនឡាញហ្នឹងបានណាហើយយើងអាចធ្វើពាណិជ្ជកម្មបានបាទអរគុណច្រើនលោកគ្រូគឺតាក់ទងទៅនឹងនីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្មសំខាន់គឺមាន8ចំណុចនេះគាត់អាចទៅចុះបញ្ជីពាណិជ្ជកម្មបានណាបាទអរគុណបាទអរគុណលោកគ្រូបើសិនជាក្នុងករណីខ្ញុំឧទាហរណ៍ថាខ្ញុំចង់បើកក្រុមហ៊ុនមួយហើយខ្ញុំអត់ដឹងថាតើស្ថាប័នណាដែលមានសិទ្ធិក៏ដូចជាសមត្ថកិច្ចនៅក្នុងការចុះបញ្ជីពាណិជ្ជកម្មនេះលោកគ្រូអាចជួយបញ្ជាក់បានទេថាតើស្ថាប័នណាដែលមានសិទ្ធិបាទតាក់ទងទៅនឹងសំណួរនេះថាតើស្ថាប័នណាដែលមានសិទ្ធិនៅក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅក្នុងនោះមានក្រសួងស្ថាប័ន3បាទទី1គឺក្រសួងពាណិជ្ជកម្មបាទក្រសួងពាណិជ្ជកម្មគឺយើងចុះបញ្ជីពាណិជ្ជកម្មហ្នឹងដោយតែខ្ញុំបានបញ្ជាក់ខាងលើហ្នឹងគឺការពារឈ្មោះ logo ផ្លាកសញ្ញាពាណិជ្ជនាមរបស់គាត់អញ្ចឹងនៅពេលដែលគាត់ទទួលបានវិញ្ញាបនបត្រហ្នឹងហើយគ្មានបុគ្គលណាមួយគាត់យកឈ្មោះរបស់គាត់ប្រើប្រាស់បានទេតើតើមានការអនុញ្ញាតពីគាត់បាទឬក៏នៅក្នុងលក្ខខណ្ឌផ្សេងៗឧទាហរណ៍ដូចជាកិច្ចសន្យាទិញ brand ឆាយផ្សេងៗមកនៅក្នុងហ្នឹងបាទទី1គឺក្រសួងពាណិជ្ជកម្មដែលយើងអាចអត់បានទី2គឺក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនៅក្នុងហ្នឹងគឺមានអគ្គនាយកដ្ឋានពន្ធដារឬក៏នៅតាមខេត្តយើងហៅថាសាខាពន្ធដារខេត្តបាទយើងចង់ចុះសហគ្រាសមួយសហគ្រាសធុនតូចដែលមានចាប់ពី250រៀលឡើងទៅគឺគាត់ចុះបញ្ជីនៅតាមខេត្តក៏បានដែរតែនៅភ្នំពេញខ្ញុំនិយាយជារួមនេះគឺអគ្គនាយកដ្ឋានពន្ធដារដែលយើងទៅចុះបញ្ជីពន្ធដារហ្នឹងបាទទី3ដែលជាក្រសួងស្ថាប័នសំខាន់មួយទៀតគឺតាក់ទងទៅនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជាដើរតួនាទីសំខាន់នៅក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅពេលដែលយើងអនុញ្ញាតចេញពីក្រសួង2ចំណុចខាងលើហើយត្រូវមានសេចក្តីប្រកាសអនុញ្ញាតឲ្យបើកពាណិជ្ជកម្មចេញពីក្រសួងការងារនឹងយើងអាចបានអញ្ចឹងសរុបជារួមមាន
ស្ថាប័នហ្នឹងដែលសំខាន់នៅក្នុងការចុះបញ្ជីពាណិជ្ជកម្ម បាទអរគុណច្រើនលោកគ្រូហើយជាសំណួរចុងក្រោយនៅក្នុងកម្មវិធីយើងនេះខ្ញុំចង់សួរថាតើការចុះបញ្ជីពាណិជ្ជកម្មក៏ដូចជានីតិវិធីនៅក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជានេះវាស្ថិតនៅក្នុងច្បាប់ណាដែរនៅក្នុងប្រទេសកម្ពុជាយើងនេះ បាទអរគុណច្រើនលោកគ្រូតាក់ទងទៅនឹងការចុះបញ្ជីពាណិជ្ជកម្មនេះគឺយើងមានច្បាប់សំខាន់ច្រើនណាបើខ្ញុំកន្លែងនេះខ្ញុំតែចែកលេខនិស្សិតដែរគឺដើម្បីយល់ច្បាស់ពីនីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្មទាល់តែ38ច្បាប់បាទ38ច្បាប់តែខ្ញុំរាប់ពីច្បាប់ដែលសំខាន់នៅក្នុងការចុះបញ្ជីពាណិជ្ជកម្មដែលយើងត្រូវតែសិក្សាស្វែងយល់ទី1ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មកាលឡើងឆ្នាំ2005ហ្នឹងទី2តាក់ទងទៅនឹងច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងការចុះបញ្ជីពាណិជ្ជកម្មទី3តាក់ទងទៅនឹងច្បាប់ពន្ធដារបាទបើយើងចុះបញ្ជីពាណិជ្ជកម្មគឺយើងត្រូវយល់សិក្សាតាក់ទងចំណូលចំណាយគឺយើងទៅមើលច្បាប់ពន្ធដារហ្នឹងណាបាទទី3តាក់ទងទៅនឹងច្បាប់ការងារខ្ញុំឧទាហរណ៍ថាខ្ញុំបង្កើតក្រុមហ៊ុនមួយត្រូវមានបុគ្គលិកខ្ញុំត្រូវគោរពច្បាប់ស្តីពីការងារដែរអញ្ចឹងច្បាប់ការងារក៏ជាចំណុចសំខាន់ផងដែរនៅក្នុងហ្នឹងហើយនៅក្នុងនោះក៏មានសេចក្តីប្រកាសមួយចំនួនពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្មដោយតែខ្ញុំបានលើកឡើងខាងដើមមកមុនហ្នឹងគឺខ្ញុំឧទាហរណ៍មួយប្រកាសថ្មីទាក់ទងប្រកាសការធ្វើសាមញ្ញកម្មនៃនីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្មអញ្ចឹងនៅតាមត្រូវតែគោរពទៅតាមប្រកាសហ្នឹងអញ្ចឹងយើងត្រូវសិក្សាក្តោបឲ្យជាប់នៅក្នុងការចុះបញ្ជីពាណិជ្ជកម្មអញ្ចឹងខ្ញុំសរុបជារួមមកវិញថាច្បាប់សំខាន់មានច្រើនណាស់តែដូចខ្ញុំរៀបរាប់ខាង4ឬក៏ខាង5ហ្នឹងគឺជាចំណុចសំខាន់នៅក្នុងការចុះបញ្ជីពាណិជ្ជកម្មបាទលោកគ្រូបាទសូមអរគុណច្រើនលោកគ្រូតាមពិតខ្ញុំនៅមានចម្ងល់ច្រើនទៀតប៉ុន្តែដោយសារតែពេលវេលាយើងមានកំណត់នៅក្នុងកម្មវិធីរបស់យើងហើយទី1គឺសូមថ្លែងអំណរគុណដល់លោកគ្រូដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមចែករំលែកនៅបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងនីតិវិធីនៅក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាយើងនេះហើយជាចុងក្រោយនេះខ្ញុំជាលោកគ្រូសូមថ្លែងអំណរគុណដល់បងប្អូនសាធារណជនក៏ដូចជានិស្សិតទាំងអស់ដែលកំពុងតែតាមដាននៅវីដេអូនេះពេលនេះយើងបានឈានមកដល់ទីបញ្ចប់ហើយចុងក្រោយសូមជូនពរឲ្យទទួលបាននូវសុខភាពល្អនិងពុទ្ធពរទាំង4ប្រការទាំងអស់គ្នាផងដែរបាទសូមអរគុណ